និងក្រុមសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាយើងជាកូនខ្មែរមានថែមរតកដូនតាទាំងអស់គ្នា
កដាំលោកជំទាវលោកស្រីភ្ញៀវកិត្តិយសអង្គពិធីទាំងមូលជាទីគោរពទស្សនីយភាពទង់ជាតិខ្មែរពិតជាបានរំលេចអំពីមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូលដែលបានកើតលើទឹកដីសវណ្ណភូមិដ៏អច្ឆរិយៈមានបុព្វបុរសជាអ្នកកសាងប្រាង្គប្រាសាទសិលាដ៏អស្ចារ្យជាច្រើនសម្បត្តិវប្បធម៌អរិយធម៌ដ៏ផូរផង់បានបន្សល់ទុកជាកេរដំណែលមិនអាចកាត់ថ្លៃបានមហូតទល់នឹងបច្ចុប្បន្នក្នុងនាមជាកុលបុត្រខ្មែររស់នៅក្រោមទង់ជាតិតែមួយ